នេះគឺជាប្រភេទចក្រានដុតប្រេងខ្មៅឬក៏ប្រេងម៉ាស៊ីនម៉ូតូចាស់ៗដែលមានតម្លៃ$70និង$75អញ្ចឹងសូមបញ្ជាក់បងទាំងអស់គ្នាតម្លៃពីរនេះគឺខុសគ្នាត្រង់ថានេះប្រភេទយើងមានថាសពីលើហើយនិងប្រភេទមួយនេះគឺអត់មានថាសពីលើទេជាប្រភេទអញ្ចេះតែវាជាប្រភេទភ្លុះក្បាល2អញ្ចឹងឈុតនេះគឺហៅប្រភេទឈុត$75បើមានថាសនៅពីលើហើយសម្រាប់ឈុតនេះគឺឈុត$70អញ្ចឹងក្បាល2ដូចគ្នាហើយប្រភេទដង្ហាលក៏ខុសគ្នាដែរអញ្ចឹងសូមបញ្ជាក់ថាឈុត$75នេះសូមបញ្ជាក់អត់មានចុះតម្លៃណា$75នេះគឺបានដង្ហាលខ្យល់ប្រភេទអញ្ចឹងបាទប្រភេទ 2.99 អាំពែជាប្រភេទក្បាល2តែបើសិនជាបងត្រូវការប្រភេទដង្ហាលស្លាបដែកអញ្ចេះ2អញ្ចេះវិញហើយយើងគ្រាន់តែថែមលុយពីលើអាស្លាបដែកចំនួន$10ទៀតគឺ$10បន្ថែមពីលើឈុត$70វាស្មើនឹង$80អញ្ចឹង$80ប្រភេទឈុតនេះបានស្លាបដែកអញ្ចេះទៅបងនឹងទទួលបានជាក្រានក្បាល2យកទៅប្រើប្រាស់ដែលមានប្រភេទកង្ហារស្លាបដែកដាក់ទៅជូនតែបើសិនជាបងអត់ត្រូវការហ្នឹងទេអានេះឈុតដាក់ជាមួយនឹងអានេះបាទហ្នឹងហើយយកអាតូចទៅដាក់ហ្នឹងឈុតនេះគឺឈុត$70អញ្ចឹងវាខុសគ្នាបើសិនជាចង់បានស្លាបដែកឈុតហ្នឹងគឺ$80តែបើសិនជាអត់កង្ហារស្លាបដែកទេយកប្រភេទពណ៌ស្លាបជ័រតម្លៃវា$70តែងាកមកនេះវិញអានេះគឺឈុត$75ដោយសារវាមានថាសអញ្ចឹង$75បានអានេះតែបើសិនជាចង់បានប្រភេទស្លាបដែកមិនអានេះឈុតរបស់វាហ្នឹងគឺ$85សូមបញ្ជាក់បងគិតតាមការគួរហើយប្រភេទនេះគឺមាននៅក្នុងស្តុកតែ4ឈុតទេឈុតមានថាសមាន2ហើយនឹងឈុតអត់ថាសនឹងមាន2ដែរបាទសូមបញ្ជាក់ដង្ហាលគឺមួយគូមកវិញអញ្ចឹងដូចក្នុងវីដេអូដែលខ្ញុំបង្ហាញហើយមួយវិញទៀតតកតងជាមួយនឹងប្រភេទពូអាមានថាសនៅពីលើហ្នឹងខ្ញុំក៏បាន design មួយទៀតគឺ design ដកកន្លងមកក្រៅបាននេះយើងអាចដកកន្លងចេញមកក្រៅផុតបានណាហ្នឹងហើយអញ្ចឹងប្រភេទកន្លងហូតនេះគឺមានតែមួយទេដែលយើងធ្វើមកឲ្យជាងគាត់តេស្តសាកអញ្ចឹងបងដែលត្រូវការអាចឆាតសួរព័ត៌មានបន្ថែមបានបញ្ជាក់ឈុត$75និងឈុត$70ជាប្រភេទចក្រានភ្លុកបាទសូមអរគុណ